បាននៅក្នុងមេរៀននេះយើងនឹងមកសិក្សាបន្តទៀតទៅលើភាសា JavaScript របស់យើងហើយយើងនឹងធ្វើការ build algorithm message បានន័យថាយើងនឹងធ្វើការសរសេរដើម្បីបង្កើតជាពាក្យ greeting ដោយភ្ជាប់ string ជាមួយនឹង variable ហើយនឹងការស្គាល់ពីការប្រើប្រាស់ console ក៏ដូចជា let keyword និង consist keyword បន្ថែមទៀតជឿថាបងប្អូនដែលបានមើលវីដេអូមុនប្រកាសជាស្គាល់ប្រកាសជាយល់ដឹងពីការប្រើប្រាស់ console.log ហើយហើយនៅពេលនេះយើងនឹងធ្វើការបង្កើត console.log statement មួយដែលមានភ្ជាប់ string ជា hi there ឬក៏ hello world អញ្ចឹងទៅអូខេតោះយើងជំហានដំបូងគឺ console.log ជាមុនសិនបាទនេះគឺជាការប្រកាសក្នុងវងកញ្ចក់ហ្នឹងគឺយើងធ្វើការដាក់ពាក្យ greeting ចូលដូចជាពាក្យ welcome ឬក៏ hi there អូខេ simil បាទ semicolon ហេតុអីមានអូខេកន្លែងនេះជាប់អីគេសញ្ញាស្វែងកណ្ដុរពេលយើងបាន console មួយគឺ hi there ជាបន្តមកទៀតយើងបង្កើត console.log ថ្មីមួយទៀតនៅក្នុងនេះយើងនឹងបញ្ចូល string ជាលក្ខណៈប្រយោគមួយដែលយើងនិយាយថា I am excited to learn with you អូខេ semicolon save យើងទទួលបាន output ថ្មីមួយទៀតណាអូខេ I am excited to learn with you ជំហានបន្ទាប់នេះយើងនឹងធ្វើការប្រកាសvariable name មួយដែលមានឈ្មោះថា tick name ហើយយើងនឹង assign value ចូលឈ្មោះ tick name របស់យើងប្រើ let keyword ដើម្បីប្រកាសអថេឲ្យឈ្មោះ tick name អូខេសញ្ញានេះគឺជាសញ្ញា assign ហើយជានេះគឺជា value យើងអាចដាក់ឈ្មោះថាវាសនា ch មកត្រង់នេះហេតុផលដែលយើងធ្វើការប្រកាស let keyword ហ្នឹងគឺដើម្បីយើងនឹងធ្វើការ reassign វានៅពេលក្រោយទៀតបើសិនបើយើងប្រកាសជា constant ឬដែលយើងហៅថា const នោះយើងមិនអាចធ្វើការ reassign ឈ្មោះថ្មីឡើងវិញទេយើងបន្ទាប់មកទៀតយើងមានការប្រកាស keyword មួយទៀតគឺ let tick location កាលនេះគឺជាការប្រើប្រាស់ camel cache របស់យើងបាទយើងអាចប្រើជាលក្ខណៈ using camel cache បានថាប្រើជាលក្ខណៈ camel cache ហ្នឹងគឺបានន័យថាឈ្មោះរបស់យើងអាចជាអក្សរទូចតបជាទូទៅគឺតូចចាប់ផ្ដើមបន្ទាប់មកវាមានអក្សរធំឬក៏អក្សរទូចជាបន្តបន្ទាប់ហ្នឹងទៅអូខេ location tick location ដល់យើង assign location របស់យើងគឺអាចដាក់ថាប៉ោយប៉ែតនៅពេលនេះយើងនឹងធ្វើការបង្កើតជា console statement មួយដែលមាន string នៅក្នុង console របស់យើងគឺដាក់ថា allow me to introduce myself console.log អូខេអញ្ចឹងបញ្ចូល string មក allow me to introduce myself
save អូខេយើងទទួលបាន message ថ្មីមួយគឺ allow me introduce myself តោះយើងបន្តនៅជំហានបន្ទាប់យើងនឹងប្រកាសអថេមួយទៀតដែលដាក់ឈ្មោះថា teach introduction បាទចំណុចនេះគឺយើងអាចប្រកាសជា constant បានដោយយើងអត់មានបំណងក្នុងការកែប្រែ constant នឹងទេបើកន្លែង teach in introduction អូខេយើង assign មកដោយយើង assign string ចូលថា my name is ដក clear អញ្ចឹងយើងកន្លែងនេះគឺយើងនឹងប្រើប្រាស់ string concatenation ដែលជាលក្ខណៈភ្ជាប់ string យើងធ្លាប់សិក្សាហើយដើម្បីភ្ជាប់ string បើសិនមកយើងអត់បានយល់ច្បាស់ទេអាចទៅមើលមេរៀនមុនបានដោយប្រើសញ្ញា plus ភ្ជាប់ string ជាមួយនឹង variable របស់យើងដែលមានផ្ទុកឈ្មោះ name វាសនា ch ហ្នឹងគឺ teach name អូខេចំណុចមួយទៀតបើសិនមកយើងចង់ដាក់សញ្ញាចុចពីក្រោយ name របស់យើងគឺយើងប្រើសញ្ញា plus មួយទៀតដើម្បីបើក double quote ហើយចុច dot អូខេជាចុងបញ្ចប់គឺ semicolon នៅពេលនេះគឺយើងអាចទាញយក output in text introduction ហ្នឹងមកហើយអូខេ console.log អូខេ text introduction semicolon save នេះយើងនឹងទទួលបាន my name is វាសនា ch ជាជំហានបន្ទាប់យើងនឹងធ្វើការបង្កើត text location មួយទៀតមកប្រកាសអថេឲ្យវាគឺ constant អូខេ text location អញមកគឺដាក់អូខេកន្លែងនេះគឺ I live in បន្ទាប់មកនេះគឺយើងអាចដក clear ហើយយើងប្រើប្រាស់ string concatenation មកហើយប្រើសញ្ញា plus យើងបញ្ចូល variable របស់យើងគឺឈ្មោះ text location អូខេ text location អូខេយើងដាក់សញ្ញា dot ឲ្យវាsemicolon យើងអាចទាញ output បានហើយគឺ console.log text location អូខេបន្ទាប់ពីយើងទទួលបាននៅ location ថ្មីមួយទៀតបាទប្រយោគថ្មីមួយទៀតគឺ I live in ប៉ោយប៉ែតនេះដូច្នេះបន្តមកទៀតគឺយើងនឹងធ្វើការ reassign teach name របស់យើងដែលមាន value វាសនា ch ហ្នឹងយើងនឹងធ្វើការ reassign variable មួយនេះឲ្យទៅជាវាសនា ch coding វិញបាទនេះហើយគឺជាគោលបំណងដែលយើងប្រើ let នៅក្នុងនេះគឺដើម្បីយើងធ្វើការ reassign ម្ដងទៀតដោយការ reassign ហ្នឹងគឺយើងអត់មានប្រើ let បន្តទៀតទេគឺយើងគ្រាន់តែយក variable teach name ហ្នឹងមក teach name មកដើម្បីយើងអាចកែប្រែឈ្មោះថ្មីទៅឲ្យ teach name នឹងបានដោយដាក់ថាវាសនា ch
coding អូខេជាបន្ទាប់មកទៀតបាទគឺយើងនឹងធ្វើការ assign variable ថ្មីមួយទៀតដើម្បីទៅធ្វើការ creating name nickname ហ្នឹងដោយយើងអាចប្រើជា constant បាទ const ឥឡូវយើងដាក់ថា teach nickname អញ្ចឹងថាបាទ teach nickname អូខេដល់យើងថា assign នៅ string មួយដែល my nickname is អូខេយើង plus assign nickname ថ្មីចូល plus dot ខ្ញុំតរេនេះដោយសារអូខេយើង semicolon កន្លែងនេះគឺយើងអាចទាញយក console.log ចេញមកបានហើយគឺ console.log nickname teach nickname variable របស់យើងគឺ teach nickname save នឹងយើងទទួលបាន my nickname ថ្មីមួយទៀតគឺវាសនា coding វាសនា CH coding នៅពេលនេះយើងក៏ចង់ reassign teach name ថ្មីមួយទៀតចេញពីវាសនា coding ទៅជា master coding វិញយើងអាចធ្វើបន្តទៀតបានដោយយកពាក្យ teach name មកអូខេយើង assign ចូលទៅជា master coding អូខេយើងប្រកាសអត្ថេថ្មីមួយទៀតមកកន្លែងនេះយើងអាចប្រកាសជា constant ដោយយើងដាក់ថាអូខេយើង assign constant មួយទៀតគឺដាក់ថា favorite calling ដោយយើងដាក់ពាក្យ welcome មួយតែ I love my name but I wish people would call me គេចឹង string របស់យើងនៅក្នុង favorite calling នេះគឺយើងដាក់ថា I love my nickname but I wish people call me now យើងភ្ជាប់ teach name ថ្មីរបស់យើងមកគឺ master coding ហ្នឹងដោយយើងដាក់ចូលនៅ teach name ចូលមកអូខេសញ្ញា dot អូខេដូច្នេះយើងក៏បានទទួលនៅ name ថ្មីមួយទៀតយើងទាញ console.log ចេញ favorite calling អូខេ save ជាលទ្ធផលយើងទទួលបានឈ្មោះថ្មីមួយទៀតគឺ I love my nickname but I wish the people call me master coding អូខេបងប្អូនយ៉ាងដូច្នេះនៅក្នុងមេរៀននេះគឺយើងបានសរសេរតែងជាពាក្យ greeting សម្រាប់ការសិក្សាដែលយើងបានសិក្សាកន្លងមកនិយាយអំពី string ហើយការភ្ជាប់ string ក៏ដូចជាការប្រើប្រាស់ let និង constant បាទ keyword ដែលជាការប្រកាស variable ហើយនឹងការលក្ខណៈ reassign គឺលក្ខណៈបែបអ្វីដែលយើងបានបង្ហាញទាំងអស់នេះឯងអូខេសម្រាប់វីដេអូមួយនេះយើងបញ្ចប់ត្រឹមហ្នឹងហើយចងចាំតាមដាននៅវីដេអូថ្មីបន្តទៀតនៅមេរៀនបន្តទៀតនៅពេលក្រោយអរគុណច្រើនជម្រាបលា